ជំរាបសួរបងប្អូនអរគ្នាជំរាបសួរសាជាថ្មីម្ដងទៀតបងប្អូននៅពេលនេះខ្ញុំចែករំលែកនៅពាក្យមួយឃ្លាថាកុំអាងប្រាជ្ញាមើលស្រាការព្យាយាមបងប្អូនកុំអាងប្រាជ្ញាមើលស្រាការព្យាយាមបងប្អូនខ្លះគាត់អំណោយផលពីធម្មជាតិបងប្អូនកំណោយផលពីធម្មជាតិមកគាត់គឺប្រាជ្ញាជាងមនុស្សធម្មតាមានន័យថាពេលខ្លះគាត់រៀនឆាប់ចេះគាត់រៀនឆាប់យល់ប៉ុន្តែទោះបីជាដូច្នេះក៏ដោយបងប្អូនគឺកុំប្រើទស្សនៈមួយថាអាងប្រាជ្ញារបស់យើងហើយមើលស្រាការព្យាយាមពេលខ្លះបងប្អូនខ្លះឬក៏ក្មួយខ្លះគាត់ជាអ្នកសិក្សាគាត់មិនប្រាជ្ញាទេប៉ុន្តែគាត់ព្យាយាមបងប្អូនគាត់ព្យាយាមរៀនហើយរៀនទៀតរៀនម្ដងហើយម្ដងទៀតរំលឹកអ្វីដែលគាត់រៀនរំលឹកអ្វីដែលជាការសិក្សាមានប្រយោជន៍ចំពោះការសិក្សារបស់គាត់ព្យាយាមបងប្អូនគាត់ព្យាយាមខ្លាំងណាស់អញ្ចឹងបើសិនជាយើងអាងប្រាជ្ញាតាមមួយមុខហើយបោះបង់ការព្យាយាមមានន័យថាអ្នកដែលព្យាយាមនឹងមានលទ្ធផលល្អជាងអ្នកប្រាជ្ញាវិញដូច្នេះដើម្បីឲ្យការសិក្សារបស់តួអង្គដែលពាក់ព័ន្ធនឹងការសិក្សាទាំងអស់ទទួលបានលទ្ធផលល្អគប្បីទាំងអស់គ្នាយើងត្រូវផ្សារភ្ជាប់ទស្សនៈមួយថាប្រាជ្ញាហើយយើងត្រូវព្យាយាមទៀតបងប្អូនអ្នកដែលមានប្រាជ្ញាហើយគាត់មានការព្យាយាមទៀតដូច្នេះគាត់សិក្សារៀនសូត្រគឺគាត់ទទួលបានលទ្ធផលល្អគាត់ពូកែបងប្អូនគាត់ពូកែគាត់ខ្លាយជាមនុស្សពូកែគាត់ក៏ជាធនធាននៅរបស់ប្រទេសជាតិក៏ដូចជាយើងអាចប្រើពាក្យជាប់មួយទៀតថាមូលធនរបស់ជាតិបាទអរគុណបងប្អូនខ្ញុំសូមចែករំលែកប៉ុណ្ណឹងជម្រាបលា